ចុះមេត្តាទី2ខ្ញុំសូមបញ្ជាក់គឺថ្ងៃ7មករាមកអត់មានមេត្តាទី2ទេជំរាបបងប្អូនជាទីស្នេហាកសលវោហាគង់នៃក៏មិនបាននៅដែលណាគឺថាត្រូវស្លាប់បាត់បងហើយបានមេត្តាទី2គឺយើងកសាងជីវិតដីថ្មីបានសន្តិភាពសុខសួស្តីដោយសម្ដេចអគ្គមហាសេនាបតីប្រមុខរាជរដ្ឋាភិបាលជាតិដល់តកាលក្នុងលោកីបើគ្មានមេត្តាទី2គ្មាន7មករាគ្មានសម្ដេចអគ្គមហាសេនាបតីតែជួហ៊ុនសែននាយករដ្ឋមន្ត្រីมันបានរីកចម្រើនគ្រប់វិស័យដូចថ្ងៃនេះទេអស់លោកស្រីរួមទាំងវិស័យវប្បធម៌សិល្បៈដោយខ្ញុំមានមោទនភាពណាស់ដែលបានចូលបេតិកភណ្ឌអរូបីដោយសម្ដេចអគ្គមហាលោកបានស្នើអង្គការយូនីស្កូបានសម្រេចដូចប្រាថ្នាថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2016ជំរាបបងប្អូនជាទីមេត្រីបើចង់មុននឹងខ្ញុំជំរាបជាវខាន់ស្លាក៏សូមសំណូមពរហើយក៏សូមជំរាបបងប្អូនយាយតាយុវជនយុវតីយើងបានសុខសន្តិភាពហើយជួយអភិរក្សជួយថែរក្សាកុំឲ្យរបូតពីដៃបើសន្តិភាពយើងបាត់ទៅយើងត្រូវមានទុកយើងត្រូវមានភ័យបើចឹងបានសន្តិភាពហើយយើងជួយថែរក្សាទាំងប្រុសទាំងស្រីទោះអ្នកណាគេបំបែកយ៉ាងម៉េចកុំជឿអ្វីបងប្អូនប្រុសស្រីត្រូវពិចារណា